ពេលណាដែលយើងរៀនចម្រើនសមាធិបានយល់ជ្រាបច្បាស់ទៅពពួកអស់ហ្នឹងគេដកថយហើយយើងព្យាយាមដាក់ចិត្តណាដាក់ចិត្តឲ្យដល់សមាធិទៅតិចកាយតិចចិត្តបានតិចកាយតិចចិត្តទៅវាលែងអីហើយជំងឺហ្នឹងគឺជំងឺធ្វើឲ្យយើងប្រឹងរៀនធម៌ទេប្រឹងជួយខ្លួនឯងណាហើយជំងឺហ្នឹងរកគេជួយហ្នឹងបានរងការតែមិនស្រួលគេជួយយើងអត់បានតែយើងឈួតថែមទៀតយើងដែលមានវិបត្តិផ្លូវចិត្តនេះយើងរៀនអប់រំចិត្តឲ្យបានច្រើនពេលតនេអញ្ចឹងឲ្យសង្ងំមេរៀនយើងមានហើយធ្លាប់រៀនប្រហែលខែហើយយើងគួរតែយកមកប្រើប្រាស់បានណាពេលតនេអញ្ចឹងកុំគិតអីកុំគិតទៅណាឆ្ងាយពេកគិតតែចម្រើនអប់រំចិត្តទៅចិត្តឲ្យស្ងប់ទៅហើយបើថាយើងធ្លាប់ចម្រើនខ្យល់អាណាបានបានល្អិតអញ្ចឹងទៅយើងព្យាយាមចម្រើនខ្យល់អាណាបាទៅទោះបីមិនស្ដាប់ធម៌ដទៃក៏យើងបានសង្ងំហ្វឹកហាត់កម្មដ្ឋានរបស់យើងដែរសំខាន់គឺការហ្វឹកហាត់កម្មដ្ឋានទេតាមពិតទៅក្នុងន័យដែលយើងកំពុងរៀននេះគេមកឲ្យយើងដើរស្ដាប់ច្រើនទេហ្នឹងហើយគេអត់ឲ្យយើងហ្នឹងទៅស្ដាប់អ្នកនេះបន្តិចទៅស្ដាប់អ្នកនោះបន្តិចឲ្យមិនមែនកម្មដ្ឋានទេអញ្ចឹងយើងព្យាយាមណាព្យាយាមបោតនេហ្នឹងព្យាយាមសង្ងំហ្វឹកហាត់ចិត្តរបស់យើងហ្នឹងណាព្រោះបុណ្យទាំងឡាយកើតមកពីការហ្វឹកហាត់ចិត្តអញ្ចឹងយើងព្យាយាមសង្ងំអញ្ចឹងទៅដេកដីដើរក្តីអង្គុយក្តីឈរក្តីណាយើងព្យាយាមសម្លឹងមើលកម្មដ្ឋានរបស់យើងការសម្លឹងអារម្មណ៍កុំព្យាយាមទៅនិយាយអ្វីដែលធ្វើឲ្យប្រះចាកកម្មដ្ឋានទៅនាំឲ្យចិត្តយើងឃ្លៀងឃ្លាតចិត្តយើងរាអញ្ចឹងយើងរកកន្លែងតាំងអារម្មណ៍ដង្កល់ទុកក្នុងកម្មដ្ឋានវាអត់បាននាវាដែលអាចចម្លងយើងបានគឺមានតែកម្មដ្ឋានទេមិនមានអ្វីក្រៅអំពីកម្មដ្ឋានឡើយហ្នឹងហើយព្រោះការសិក្សារៀនសូត្រនៅធម៌អានេះនៅក្នុងសិក្ខារបស់ព្រះសម្មាសម្ពុទ្ធឬក៏ពុទ្ធសាសនានេះគឺប្រកបដោយអង្គ3ទី1គឺសិលសិក្ខាគឺការរក្សាសិក្ខាបទរបស់សិលនឹងឲ្យបានបរិបូរណ៍ហើយទី2គឺសមាធិសិក្ខាគឺការហ្វឹកហាត់នៅសមាធិដោយតែយើងកំពុងតែរៀនសប្តាហ៍ថ្ងៃហ្នឹងណាហ្នឹងហើយនឹងគឺជាការហ្វឹកហាត់សមាធិហើយនឹងគឺជាវិជ្ជារបស់ព្រះអរិយបុគ្គលណាទី3ការចម្រើននៅវិបស្សនាគឺការចម្រើនអង្គនៃបញ្ញានឹងហើយគឺជាវិជ្ជារបស់អរិយបុគ្គលជាវិជ្ជារបស់ព្រះហ្នឹងហើយលោកចងក្រងមកអញ្ចឹងបើសិនតែយើងបានហ្វឹកហាត់ហើយព្យាយាមសង្ងំហ្វឹកហាត់មានបញ្ហាអីយើងសង្ងំក្នុងកម្មដ្ឋានទៅមានជំនឿជឿជាក់មានសទ្ធានឹងយ៉ាងមោះមុតច្បាស់លាស់ក្នុងការសិក្សារៀនសូត្រណាអត់មានអ្នកណាដែលអាចជួយយើងបានក្រៅពីយើងព្យាយាមហ្វឹកហាត់ទេយើងស្ដាប់គេ10ដងហ្នឹងមិនស្មើយើងហ្នឹងមកសង្គ្រោះខ្លួនយើងម្ដងទេក្នុងការស្ដាប់ទៅចំពាក្យគេនិយាយរយអត់ប្រយោជន៍ទៅធ្វើឲ្យថ្នាក់ចិត្តខូចចិត្តបើគេនិយាយលើកជើងសរសើរទៅយើងក៏ត្រេកអរសិតតែគ្រឿងជក់ចម្ពាក់បើគេនិយាយបន្ទោសប្រអាប់ទៅយើងក៏ខូចចិត្តណាសិតតែគ្រឿងនាំឲ្យយើងថ្នាក់ចិត្តតូចចិត្តចង្អៀតចិត្តកើតនៅសេចក្តីទុក្ខគ្រប់បែបយ៉ាងអញ្ចឹងបានយើងហ្វឹកហាត់មេរៀនរបស់យើងនេះយើងបានរៀនមកបានច្រើនហើយអញ្ចឹងនាំគ្នាសង្ងំក្នុងកម្មដ្ឋាននឹងឲ្យបានច្រើនទៅអ្វីនឹងស្ងប់រងាប់ទៅយើងឲ្យច្បាស់លាស់ឲ្យច្បាស់លាស់កុំឲ្យមានចិត្តរាហើយក៏អត់មានអ្វីដែលអាចជួយយើងបានក្រៅពីការសិក្សារៀនសូត្រដោយខ្លួនឯងការបំផឹកចិត្តដោយខ្លួនឯងទេ
ទៅឲ្យច្បាស់អញ្ចឹងហើយដើម្បីចេញចាក់នៅសេចក្តីទុកលំបាកទាំងអស់នឹងបានអញ្ចឹងវិជា3ហ្នឹងក៏3ហើយយកចិត្តទុកដាក់ឲ្យមែនតែនទី1សិលសិក្ខាការរក្សាសិលឲ្យបរិសុទ្ធសិលបរិសុទ្ធហ្នឹងបានជាសិលវិសុទ្ធបើសិល5ក្តីសិល8ក្តីសិល10ក្តីសិល4ក្តីហ្នឹងគឺប្រកបដោយភាពបរិសុទ្ធសមាធិហ្នឹងប្រកបដោយចិត្តស្ងប់រៀនឲ្យបានចិត្តស្ងប់ណាកាលមុនទៅយើងមិនបានសិក្សារៀនសូត្រយើងអត់យល់អំពីឧបាយក្នុងការហ្វឹកហាត់ឲ្យកើតជាចិត្តសមាធិក៏ប៉ុន្តែក្នុងបច្ចុប្បន្ននេះគេយើងមានហើយនឹងពេលតនេពីការងារយើងអាចដង្កល់ចិត្តនៅក្នុងសមាធិនឹងបានហ្នឹងហើយយើងព្យាយាមដង្កល់ចិត្តនៅក្នុងសមាធិឲ្យបានច្រើនហ្នឹងបានឈ្មោះថាអ្នកហ្វឹកហាត់ព្យាយាមសង្រួមកាយវាចាចិត្តរបស់យើងកុំឲ្យរាយមាយទៅអាសាអត់ការអាសាសងំហ្វឹកហាត់នៅក្នុងកម្មដ្ឋានរបស់យើងអាហ្នឹងបានជាប្រយោជន៍កើតជាប្រយោជន៍ហ្នឹងហើយអត់មានមកអាចជួយយើងបានទេបើយើងមានវិបត្តិផ្លូវចិត្តបើយើងមិនប្រឹងបង្វឹកចិត្តរបស់យើងមិនប្រឹងអប់រំចិត្តរបស់យើងមិនចេះបធូរបថយសម្ពាធមិនចេះបធូរបថយភាពតានតឹងក្នុងខ្លួនយើងអត់មានអ្នកណាគេមកអាចជួយយើងបានទេអ្នកដទៃដូចជាលោកគ្រូនេះអីហ្នឹងបានត្រឹមតែនិយាយបានត្រឹមតែបញ្យលបានត្រឹមតែពោលប្រាប់ទេតាមធម៌តាមអាតាមមេរៀននឹងហើយនឹងបទពិសោធន៍ដែលខ្លួនឯងបានហ្វឹកហាត់ខ្លះតែឲ្យគ្រូទៅជួយផ្ទាល់អត់មានទេអញ្ចឹងបានគ្រូផ្ដល់ឧបាយឲ្យដើម្បីឲ្យតែយោគីទាំងឡាយហ្នឹងទៅបដិបត្តិដើម្បីជាប្រយោជន៍ដើម្បីសង្គ្រោះខ្លួនឯងឲ្យផុតចេញចាកនៅសេចក្តីទុក្ខហ្នឹងហើយយើងត្រូវមានជំនឿជឿជាក់លើវិជ្ជាដែលយើងសិក្សាឲ្យកើតជាប្រយោជន៍ហើយយើងកំពឹងផ្អែកមានជំងឺនឹងឲ្យអាងថារកគ្រូស្រោចទឹកអាចថាសង្គ្រោះយើងបានបើសិនតែយើងមានជំងឺវិបត្តិផ្លូវចិត្តនេះអត់មានគ្រូស្រោចទឹកណាជួយបានទេទី1ទី2ហ្នឹងជំងឺអរូបបើជំងឺអរូបហ្នឹងគេអាចជួយស្រោចទឹកយើងបានម្ដងមកកាលម្ដងមកយាមទេគេមិនអាចជួយសង្គ្រោះយើងឲ្យផុតទៅរហូតទេហើយរកគេជួយតើយើងមានលុយជូនគេទៀតអញ្ចឹងពេលតនេយើងហ្វឹកហាត់វិជ្ជាដើម្បីជួយខ្លួនយើងទៅបើយើងមានខ្លះហើយគេយើងបំពេញបន្ថែមទៅបើយើងមិនទាន់មានយើងព្យាយាមហ្វឹកហាត់បន្ថែមបន្តដើម្បីបំពេញខ្លួនឯងហើយវិជ្ជាដែលយើងហ្វឹកហាត់កម្មដ្ឋាននេះគឺជាលោកហៅថាសពគុណហ្នឹងហើយមានគុណហ្នឹងហើយដ៏មហាសាលដែលអាចជួយខ្លួនឯងហើយជួយសង្គ្រោះអ្នកដទៃបានទៀតអ្នកអត់មានស្នងអង្គកាន់ក៏អាចរៀនបានអ្នកមានស្នងអង្គកាន់ក៏អាចរៀនបានអត់ចំទាស់អីទេបើស្របធ្វើគ្រូស្រោចទឹកឲ្យគេបកែធ្វើអីបកែមុនគេថាបកែបើបានរៀនកម្មដ្ឋានរត់តែបកែថែមទៀតតែកុំឲ្យតែយើងនឹងលោភលន់ហ្នឹងហើយគិតប្រយោជន៍ជាធំហ្នឹងហើយអញ្ចឹងយើងព្យាយាមរៀនបំពេញវិជ្ជាបើយើងបន្ថែមទៅបើយើងរៀនបានវិញពេញកម្លាំងពេញបរិបូរដោយបុណ្យទៅអំណាចបុណ្យហ្នឹងកាន់តែឃុំក្រងរក្សាយើងបានកាន់តែល្អប្រសើរនឹងគឺជាការរៀនមិនអត់ន័យទេចឹងព្យាយាមទៅហើយកុំឃ្លាតឆ្ងាយកុំឃ្លាតឆ្ងាយអំពីផ្លូវរបស់យើងកុំឃ្លាតឆ្ងាយអំពីការសិក្សារបស់យើងទោះបីក្នុងគណៈណាពេលថ្ងៃធ្វើការងារហ្នឹងឲ្យចេះសង្រួមចិត្តប្រមូលចិត្តយកមកដាក់នឹងខ្លួនណានឹងដើមទ្រូងក្នុងបេះដូងយើងទៅឬក៏ប្រមូលចិត្តយកដាក់នៅ
ngày đằng ham trên chỗ bao giờ tới dương ai thưa ca nghĩa can tại lọ và xa ở chiến dương thưa ca nghĩa đợi mình miên mà thị chất tiệt hai con bà rom tháng thơ mà thị nâng rô xìm ca thơ ấy ca ấy tê nẹ đại miên mà thị nâng hết cơ chuyện nẹ đại miên bành nhà kịch ấy có chành thơ ấy có xa là cái hạ đạ miên chất nâng nó em đây dân ta chất nâng đó thơ ấy có ban đài hay việc bàn phơi chất được coi chừng ngư phơi chất bao nhiêu căn là thôi từ và sau này dương căn tại chia diêm samadhi căn tại kháng chừng ngư phơi chất nâng căn tại ngọc đồng ngọt từ rồi hốt đó chia bá luôn ai chia miền luôn là prai khá lục tha về là phơi lo cầm đất nó đó là đại ca rùm hà ri hái còn nơi tại chia ba chia đài năng có samadhi miền sọp và cồn chẳng ở dương chưa chết lên samadhi